ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំបានលើកយកនៅរោគសញ្ញានៃជំងឺអង្ត្រាក់ឬក៏ហៅថាពឹសធ្យូងនេះមកចែកជូនបងប្អូនទស្សនានិងស្ដាប់ដើម្បីជៀសវាងនឹងការពារទាំងអស់គ្នាបាទពុកម៉ែបងប្អូនតើពុកម៉ែបងប្អូនសុខសប្បាយទេខានជួបខ្ញុំមួយរយៈដោយសារការងារខ្ញុំរវល់ច្រើនថ្ងៃនេះខ្ញុំទំនេរខ្ញុំបានឆ្លៀតមកផ្សព្វផ្សាយជូនពុកម៉ែបងប្អូនឥឡូវចូលមកដល់អត្ថបទយើងវិញក្រសួងសុខាភិបាលបានឲ្យប្រជាពលរដ្ឋប្រយ័ត្នពីការឆ្លងជំងឺអង្ត្រាក់ឬជំងឺឈាមខ្មៅឬជំងឺពឹសធ្យូងនាពេលថ្មីនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្ដាប្រទេសមួយចំនួននៅជំងឺអង្ត្រាក់ហៅថាពឹសធ្យូងនិងនៅលើមនុស្សនិងសត្វហៅថាអង្ត្រាក់ឬជំងឺឈាមខ្មៅជំងឺនេះបង្កឡើងដោយបាក់តេរីដែលបង្កើតស្ពរតាមក្រសួងសុខាភិបាលបានបញ្ជាក់ថាជំងឺអង្ត្រាក់ពឹសធ្យូងជាជំងឺកម្រប៉ុន្តែធ្ងន់ធ្ងរដែលអាចកើតមានឡើងជាចម្បងទៅលើសត្វពាហនៈនិងសត្វព្រៃជាពិសេសនៃជំងឺអង្ត្រាក់គឺអាចរស់នៅដោយស្រួលក្រោមរូបភាពជាគ្រាប់ស្ពរក្នុងបរិយាកាសខាងក្រៅស្ពររបស់បាក់តេរីអង្ត្រាក់ធន់នឹងអាកាសធាតុខាងក្រៅអាចសំងំដល់រាប់ឆ្នាំពី30ទៅ40ឆ្នាំនៅក្នុងដីសាកសពសត្វនិងលាមកសត្វសត្វស៊ីស្មៅមានគោក្របីចៀមពពែសេះអាចឆ្លងមេរោគនេះចូលក្នុងខ្លួនបន្ទាប់មកគ្រាប់ស្ពរคล้ายជាមេរោគមានចលនាហើយបញ្ចេញពឹសរបស់វាដែលអាចគ្រោះថ្នាក់ដល់សុខភាពជំងឺអង្ត្រាក់មានឱសថសម្រាប់ព្យាបាលនិងវ៉ាក់សាំងសម្រាប់បង្ការរហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជាយើងឡើយក្រសួងសុខាភិបាលបានបន្តពង្រឹងវិធានការសុខាភិបាលតាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការទប់ស្កាត់នាំចូលជំងឺអង្ត្រាក់និងជំងឺឆ្លងផ្សេងៗពីក្រៅប្រទេសរបៀបនៃការចម្លងមនុស្សអាចឆ្លងជំងឺអង្ត្រាក់តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងសត្វឈឺស្បែកមុខដាច់ជាច្រកចូលនៃមេរោគឬឆ្លងតាមការសម្លាប់សត្វដែលមានជំងឺអង្ត្រាក់ឬផលិតផលដែលមានដើមកំណើតសត្វមានជំងឺអង្ត្រាក់ដូចជាសាច់ឈាមការដកដង្ហើមចូលនៅធូលីដែលមានស្ពរមេរោគអង្ត្រាក់ការបរិភោគសាច់ដែលមានមេរោគអង្ត្រាក់ប្រើម្ជុលឬសើរាងរួមគ្នាជាមួយអ្នកជំងឺមានអង្ត្រាក់មេរោគអង្ត្រាក់មិនមានផុសតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេប៉ុន្តែដំបៅនៅលើស្បែកលើអ្នកជំងឺអង្ត្រាក់ឆ្លងខ្លាំងចំពោះរោគសញ្ញាជំងឺអង្ត្រាក់មាន3សន្តានទី1សន្តានលើស្បែកមេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វឬប្រឡាក់ដោយស្ពររបស់មេរោគរយៈពេលបង្ករោគមានចាប់ពី1ថ្ងៃទៅ7ថ្ងៃបន្ទាប់ពីការឆ្លងរោគអង្ត្រាក់ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំបន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្ដាលខ្មៅមាននៅលើមុខកដៃហើមកូនកណ្ដុរសាច់ដុំគ្រុនក្តៅនិងក្អួតសន្តានទី2ទៅលើក្រពះពោះវៀនមនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជាឈឺក្បាលឈឺការឆ្លងតាមការបរិភោគស្ពរចូលដូចជាបរិភោគសាច់មានមេរោគអង្ត្រាក់រយៈពេលបង្ករោគមានចាប់ពី2ទៅ5ថ្ងៃអាការៈដំបូងដូចជាពុលអាហារប៉ុន្តែអាចមានឈឺពោះក្អួតចង្អោរក្អួតឈាមរាគធ្ងន់ធ្ងររាគឈាមគ្រុនក្តៅញាក់ហើមកហើមកូនកណ្ដុរនៅកឈឺកឈឺបំពង់កឈឺក្បាលមុខក្រហមស្បែកក្រហមសន្លប់សន្តានទី3នៅលើផ្លូវដង្ហើមជាករណីធ្ងន់ធ្ងរប៉ុន្តែកម្រកើតមានកើតឡើងដោយសារការបរិភោគសាច់មានមេរោគអង្ត្រាក់ឬដកដង្ហើមចូលស្ពរមេរោគច្រើនទៅក្នុងសួតរយៈពេលបង្កមានចាប់ពី1ថ្ងៃដល់6ថ្ងៃមេរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយប៉ុន្តែវិវត្តយ៉ាងរហ័សទៅជាពិបាកដកដង្ហើមក្អួតចង្អោរនិងឈឺពោះឈឺក្បាលបែកញើសអស់កម្លាំងនិងមានអាការៈឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូងហូរឈាមនៅសន្ទះខណ្ឌចន្លោះសួត
ហើយស្បែកពណ៌ស្វាយវិធានការនៃការការពារត្រូវជៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យមានជំងឺអង់ត្រាសហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាសសាកសពដែលងាប់ត្រូវយកទៅកប់ឬដុតចោលមិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលាឬទំនាក់ទំនងមកលេខ115បាទសម្រាប់អត្ថបទនេះផងដែរគឺមានតែប៉ុណ្ណេះបើមានកំហុសខុសឆ្គងដោយប្រការណាមួយសូមខន្តីអភ័យទោសដល់រូបខ្ញុំបាទផងព្រោះខ្ញុំបាទមិនសូវជាអ្នកពូកែនិយាយប្រមាណទេហេតុតែចង់ចែករំលែកជូនពុកម៉ែបងប្អូនបាទជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អនិងប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ